តោះបងប្អូនដល់គ្នាឥឡូវខ្ញុំមកនិយាយតិចដោយសារថ្ងៃនេះមាន fan ជាច្រើនដែលកំពុងតែរងចាំមើលរឿងភាគសង្គ្រាមជីវិតដូចភាគ23ក៏ដូចជារឿងនិទានស្នេហ៍កាកៃសម្រាប់ភាពបញ្ចប់គឺអត់បានមើលទេអ្នកគ្នាអញ្ចឹងធ្វើឲ្យ fan ជាច្រើនកំពុងតែអន់ចិត្តខ្លាំងមែនតើអ្នកខ្លះកំពុងតែ search មើលអញ្ចឹងថាចាក់បញ្ចាំងអត់ចាក់បញ្ចាំងអត់ដល់ពេលចឡើងលេងពោបាយ័នលេងគាត់ចាក់បញ្ចាំងរឿងផ្សេងអញ្ចឹងអ្នកគ្នាអញ្ចឹងម្នាក់គឺចូលទៅខមមិនប្រងព្រាតែម្ដងខមមិនថាមិនបានជាសុកមិនទៅចាក់រឿងផ្សេងអញ្ចឹងទៅប្រហែលជាអ្នកចាក់រឿងហ្នឹងដេកលក់ឬក៏មិនអ្នកគ្នាសំខាន់មិនចាក់ធម្មតាណាចាក់តាំងពីម៉ោង7រហូតដល់ម៉ោង7 9អ្នកគ្នាមិន live រឿងនេះចប់អញ្ចឹងអ្នកគ្នាអញ្ចឹងធ្វើឲ្យ fan ជាច្រើនកំពុងតែមានការប្រតិកម្មខ្លាំងមែនតើតោះអ្នកនរគ្នាទៅមើល comment ជាមួយខ្ញុំបងប្អូនខ្ញុំមិនអាន comment វិញថា comment គឺមានច្រើនមែនតើអ្នកគ្នាអញ្ចឹងគិតមិនវិញដល់ពេលបបាយ័នគាត់ធ្វើស៊ីអារម្មណ៍អ្នក fan កំពុងតែតន្ទឹងរង់ចាំរឿងពីរឿងអញ្ចឹងបងប្អូនតែសុកទៅចាក់រឿងផ្សេងអញ្ចឹងណាបងប្អូនម៉ោង7 8ម៉ោង8 9គឺម្នាក់កំពុងតែចង់បានខ្លាំងមែនតើឥឡូវនេះគឺខ្ញុំអត់ចង់និយាយច្រើនទេបងប្អូនខ្ញុំចង់អ្នកគ្នាចូល comment ម្នាក់មួយមកហើយខ្ញុំមកអាន comment វិញដោយសារវគ្គនេះគឺដល់វគ្គដែលយើងត្រូវមើល comment ដោយសារមាន comment ជាច្រើនគាត់បាន react ទៅលើប៉ុស្តិ៍បាយ័នអញ្ចឹងណាអ្នកគ្នាចាផេកបាយ័នចាមានណាគេដឹងអត់ថារឿងនិទានស្នេហ៍កាកៃចប់ហើយមែន admin ដល់មកចាក់ហើយអត់បានជាមិនចាក់រឿងកាកៃហើយនឹងរឿងសង្គ្រាមជីវិតភាគទី23អញ្ចឹងហើយដូចមិនទេចង់បញ្ចប់ហើយអត់ចាក់ឲ្យមើលទៀតហើយអ្វីបានជាមិនចាក់រឿងមន្ត្រារឿងសង្គ្រាមជីវិតភាគទីចាំមើលភាពបញ្ចប់មកដាក់រឿងអីណាផ្សេងឆ្កយអញ្ចឹងទៅមិនអត់ចាក់អញ្ចឹងចាប់ឲ្យខំតែចាំរឿងនិទានកាកៃចុះរឿងសង្គ្រាមជីវិតភាគទីអូអ្នកទាំងអស់គ្នាមាន comment ជាច្រើនចាគាត់កំពុងតែអន់ចិត្តកំពុងតែរងចាំមើលរឿងសង្គ្រាមជីវិតភាគទី23ប៉ុន្តែជាក់ស្ដែងគឺអត់ទាន់ចាក់បញ្ចាំងទេអ្នកគ្នានឹងថាស្អែកគាត់ចាក់អត់ទេអ្នកគ្នាអញ្ចឹងមានតែអ្នកគ្នាកុំភ្លេចទស្សនានៅ page ផ្លូវការបោះបាយ័ន TV drama ឬក៏បាយ័ននៅក្នុង YouTube អ្នកគ្នាចានៅក្នុង YouTube channel របស់បាយ័ន TV អញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវនេះគឺខ្ញុំមានប្រឹងអ្នកគ្នាដោយសារមាន comment ជាច្រើនគាត់ comment ស្អីក៏មានអ្នកគ្នាចូលមើល comment ខ្លួនឯងក៏បានដែរអ្នកគ្នាចាប់គ្រប់យ៉ាងហើយចាប់មែនហើយចូលមើលហើយសេបាត់ទៅហើយខំតែមើលរឿងខំតែចាំរឿងល្អមើលខ្លាំងណាស់ចាប់ហើយចាប់គ្រប់យ៉ាងអញ្ចឹងបើតើអ្នកគ្នាចង់ដឹងថារឿងនិទានស្នេហ៍កាកៃភាគបញ្ចប់ល្អមើលប៉ុណ្ណាកុំភ្លេចរងចាំមើលស្អែកទាំងអស់គ្នាថាតើនឹងចាប់បញ្ចាំងអត់មួយទៀតរឿងសង្គ្រាមជីវិតភាគទី23តើចាប់បញ្ចាំងអត់